មិនថាអ្នកទាំងអស់គ្នាជាប្រភេទមនុស្សដែលខិតខំសិក្សាតាំងពីដើមឆ្នាំឬក៏3ខែមួយអាទិត្យឬក៏2ថ្ងៃអីបានចាប់សភៅរៀនក៏ដោយអ្នកទាំងអស់គ្នាត្រូវរៀនឲ្យដល់ថ្ងៃប្រឡងយូរហ្មងអត់អាចយកពេលវេលានឹងទៅសម្រាប់ខួរក្បាលទេបើអ្នកគ្នាចង់សម្រាប់ក៏សម្រាប់ទៅប៉ុន្តែចំពោះខ្ញុំអត់ចង់ណែនាំឲ្យសម្រាប់ទេចង់ឲ្យកាន់តែខិតខំរៀនលើសដើមអញ្ចឹងណាហើយអ្នកដែលគាត់ទៅតែចាប់ដើមរៀនមិនមែនគាត់ខ្ជិលទេពេលខ្លះអាចនឹងគាត់ឆាប់ចាំអ្វីដែលគាត់រៀនថ្មីឧទាហរណ៍ថាគាត់អានថ្ងៃហ្នឹងស្អែកឡើងគ្រូសួរមេរៀនគាត់ចាំភ្លាមអញ្ចឹងទៅចំពោះខ្ញុំមិនមែនជាមនុស្សប្រភេទហ្នឹងទេពីមុនខ្ញុំរៀនតាំងពីដើមអីចឹងទៅខ្ញុំចាំអ្វីដែលចាស់ហើយអ្វីដែលថ្មីក៏ខ្ញុំចាំដែរប៉ុន្តែឥឡូវនេះបើសួរខ្ញុំថាអ្វីដែលចាស់ពីមុនមកខ្ញុំចាំអត់ចាំទេខ្ញុំចាំតែអ្វីដែលថ្មីទេចាឥឡូវនេះគឺជាមនុស្សថ្មីហ្មងមនុស្សចាំអ្វីដែលថ្មីអ្វីដែលចាស់គឺបំភ្លេចចោលហ្មងប៉ុន្តែបើយើងជាសិស្សចាស់ក៏ដោយថ្មីក៏ដោយត្រូវតែចាំឲ្យអស់ដាច់ខាតត្រូវតែចាំហើយអត់ណែនាំទេឲ្យរៀនប្រហែល2-3ថ្ងៃឬក៏1ខែ2ខែអីប្រឡងជាប់ទោះចាំក៏ត្រូវតែខំរៀនតាំងពីដើមឆ្នាំផងដែរព្រោះមានអ្នកខ្លះឃើញគេធ្វើអញ្ចឹងបានធ្វើតាមគេលទ្ធផលធ្លាក់ចាសូមអរគុណ